នេះថ្ងៃនេះបងខាងកពតម្ចាស់ជំរំនៅខេត្តកពតចាស់ទាយខ្លែងឯងឥឡូវមកសាករំដួលកម្ពុជាបានមកលេងនេះបងខាងកោះស្មៅអ្នកប្រយុទ្ធនៅកោះស្មៅចង់ដឹងកោះស្មៅមានខ្យល់សួរគាត់ឲ្យដឹងរំដួលអប្សរាកម្ពុជាងាយបានឡើងអត់សូវមានពេលឡើយយូរបានជួបជុំគ្នាម្ដងឡើយតើមើលអង្គុយចាំខ្យល់ថ្ងៃទី4